ខ្ញុំអុកស៊ិនសុចិន្តាសូមគោរពអនុញ្ញាតការកម្មវិធីជាបឋមនេះខ្ញុំសូមគោរពជំរាបសួរឯកឧត្តមលោកជំទាវអនុស្សាវរីយ៍និងកុដបំណាច់ដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូដែលបានទិវាអន្តរជាតិ8មិនិនានិងពិធីរំលឹកគុណគ្រូបង្រៀនដែលចំពោះក្រុមសិល្បៈបានសម្ដែងយ៉ាងល្អជួបអភិធីនេះហើយជាបន្តសូមគោរពបាទលោកជាសុខបាទអតីតនាយកវិទ្យាល័យអូអំបិលនេះណាកន្លងមកវិទ្យាល័យផ្សេងៗក៏រៀបកម្មវិធីនេះហើយឆ្នាំនេះគឺជាឆ្នាំថ្មីឆ្នាំដំបូងដែលវិទ្យាល័យអូអំបិលបានរៀបចំកម្មវិធីនេះគាត់ចាក់តាំងឲ្យខ្ញុំឡើងមកមានមតិចំណាប់អារម្មណ៍បាទនៅពេលនេះហើយលោកនាងសង្កាលោកមេភូមិអនុភូមិលោកស្រីអ្នកនាងកញ្ញាឲ្យមាននៅពុទ្ធិប្រកបដោយបញ្ញាញាណក្នុងការត្រេះរិះប្រកបការងាររកស៊ីឲ្យ